សួស្តីបងប្អូនទាំងអស់គ្នានៅខេត្តបាត់ដំបងមានកម្មវិធីពិព័រណ៍ផ្លែឈើចឹងបងប្អូនទាំងអស់គ្នាមានបំណងចង់មកកំសាន្តនៅខេត្តបាត់ដំបងសូមបងប្អូនអញ្ជើញមកចូលរួមក្នុងការពិព័រណ៍ផ្លែឈើជាហើយការដែលសាលាខេត្តគេរៀបចំគឺបានល្អសម្រាប់ជូនបងប្អូនក្នុងការចូលរួមពិព័រណ៍ផ្លែឈើទាំងអស់នេះគឺគេមានកំណត់តម្លៃឲ្យម្ចាស់ចំការរៀងខ្លួនលក់នៅក្នុងទុរេនដែល1គីឡូទាំងសម្បកគឺ 15,000 រៀលចុះមកក្រោមអាស្រ័យហេតុនេះចឹងហើយគឺសុក្រិតមិនមានការដែលថានេះសិតសឹងតែជាផលិតផលនៅស្រុកសំឡូតខេត្តបាត់ដំបងបងប្អូនមើលព្រឹត្តិការណ៍ដែលខ្ញុំពិពណ៌នានេះដើម្បីឲ្យបងប្អូនគឺជារូបភាពមួយដែលជាក់ស្ដែងចឹងហើយម្ចាស់ចំការរៀងខ្លួនយកទុរេនមកពុះលក់ចឹងហើយបើសិនជាខ្ញុំគិតមើលថាខ្ញុំដើរក្នុងយុគថ្ងៃទី10នេះគឺខ្ញុំមើលឃើញថាទុរេនមានរសជាតិឆ្ងាញ់ហើយពិតជាថោកស័ក្តិសមនឹងតម្លៃធ្វើនៅក្នុងពិព័រណ៍ផ្លែឈើមែនហើយរសជាតិគឺទុរេនទឹកសាច់រមួតទឹកដោះគោញ៉ាំទៅមានរសជាតិឆ្ងាញ់តែមែនទេចឹងហើយបងប្អូននេះអ្នកលក់ខ្ញុំនឹងចុះទៅសួរកាត់ដោយផ្ទាល់មាត់ហើយថាបើ1គីឡូសាច់អញ្ចេះគឺ 40,000 រៀលបាទបើ1គីឡូសម្បកបញ្ជាក់ 15,000 រៀលចឹងហើយខ្ញុំសួរកាត់ហើយគេដាក់ផ្លាកនៅទីកន្លែងនឹងទោះបីតូបខ្លះមិនបានដាក់ផ្លាកទេក៏គេលក់ក្នុង1គីឡូ 15,000 រៀលលម៉ើនេះបើយើងទិញតិច1គីឡូ 30,000 ចាយបើយើងទិញច្រើន1គីឡូ 25,000 រៀលឆ្ងាញ់ណាស់បងប្អូនចឹងនេះសិតតែជាផលិតផលផ្លែឈើនៅក្នុងខេត្តបាត់ដំបងចឹងហើយការដែលខ្ញុំថតរូបភាពផ្ដិតរូបភាពចែករំលែកទៅដល់បងប្អូននេះចែកាត់ឈួរកាត់អត់មានតថ្លៃឆ្លើយអីទេកាត់សួរតម្លៃទុរេនគេលក់អញ្ចឹងនៅតូបមួយណាក៏ដូចតែតូបមួយណាដែរបងប្អូនចឹងហើយការដែលយើងចុះមកពីពណ៌នានេះខ្ញុំឃើញថាសាលាខេត្តឆ្នាំនេះរៀបចំបានល្អឃើញថាជារឿងមួយនេះជាព្រឹត្តិការណ៍នៅយប់ថ្ងៃទី10នៅមុខសាលាខេត្តបាត់ដំបងចឹងហើយខ្ញុំផ្ដិតរូបភាពជូនបងប្អូនមើលនេះនៅពេលប្រហែលជាម៉ោង 8ចឹងហើយជាទិដ្ឋភាពមួយនៅមុខសាលាខេត្តបងប្អូននេះគឺជាតូបដែលលក់ផ្លែឈើហើយដែលប្រជាជននៅខេត្តបាត់ដំបងបានមកដើរមើលមកទិញផ្លែទុរេនសាច់ទុរេនញ៉ាំដើម្បីក្នុងពេលពិព័រណ៍នេះឆ្នាំនេះគឺផ្លែទុរេន1គីឡូលក់ 15,000 ខ្ញុំនឹងគិតឃើញថាសមរម្យល្អសម្រាប់ការដែលញ៉ាំហើយបើយើងគិតទៅមែនទែនផ្លែទុរេនឆ្នាំនេះពិតជាថោកមែនតម្លៃដ៏ល្អដ៏សមរម្យហៀនេះគិតបានមកមើលហើយនេះជាទិដ្ឋភាពទេសភាពនេះបងប្អូនការដែលយើងមកដើរលេងកំសាន្តចឹងហើយខ្ញុំបានជម្រាបបងប្អូននេះមិនមែនខ្ញុំធ្វើវីដេអូនេះដើម្បីពាណិជ្ជកម្មឲ្យអ្នកនេះអ្នកនោះអីទេមិនមែនទេបាទនេះផ្លែមៀន1គីឡូ 8,000 បាតសាច់ឡើងស្រួយបាទសាច់ស្រួយហើយមានរសជាតិហើយខ្មែរយើងដាំយកមកពីបងប្អូនទស្សនានិងចាំស្ដាប់ផ្ដិតរូបភាពតទៅជាមួយនឹងខ្ញុំទៀតការទស្សនានៅពេលហើយរយៈពេលដែលពិព័រណ៍ផ្លែឈើនេះ
រយៈពេល10ថ្ងៃរហូតដល់ថ្ងៃទី14ទៅចប់ពិព័រណ៍ផ្លែឈើនេះបងប្អូនចឹងហើយបងប្អូនណាចង់មកលេងខេត្តបាត់ដំបងហើយទៅចំការសំឡូតទៅដើរលេងនៅក្នុងរមណីយដ្ឋានខេត្តបាត់ដំបងសូមបងប្អូនអញ្ជើញមកខេត្តបាត់ដំបងលេងក្នុងឱកាសពិព័រណ៍ផ្លែឈើនេះទៅបងប្អូនហើយទិដ្ឋភាពនៅក្នុងក្រុងបាត់ដំបងសួនមាត់ស្ទឹងធ្វើបានរហូតហើយស្អាតស្រស់បំព្រងគួរជាទីមនោរម្យបងប្អូនមើលតូបនេះប្រជាជនអ្នកដែលដើរលេងប្រៀបបីដូចជាគិតមានអារម្មណ៍មួយយ៉ាងស្រស់ស្រាយដោយសារតែគិតចូលរួមក្នុងពិព័រណ៍នេះបានឃើញនៅសាលាខេត្តរៀបចំបានយ៉ាងល្អឥតខ្ចោះនេះជាខ្លោងទ្វារបាទ